ជំរាបសួរបងខ្ញុំកញ្ញាខ្ញុំមកពីខេត្តសៀមរាបបច្ចុប្បន្នខ្ញុំរស់នៅភ្នំពេញខ្ញុំជាសិល្បករបច្ចេកទេសពេលដែលខ្ញុំឃើញ Art Residency for កែបហ្នឹងគឺខ្ញុំចាប់អារម្មណ៍ចង់ធ្វើការងារនៅទីក្រុងកែបពេលដែលខ្ញុំឃើញ application ដំបូងខ្ញុំគិតថាខ្ញុំនឹងអាចបង្កើតស្នាដៃណាមួយដែលតាក់ទងជាមួយនឹងប្រជាជនដែលរស់នៅក្បែរសមុទ្រសម្រាប់ខ្ញុំអាទិត្យដំបូងខ្ញុំឃើញថាទីក្រុងកែបមានប្រជាជនរស់នៅតិចហើយតំបន់ផ្សេងក៏មានចំនួនតិចដែរដែលធ្វើឲ្យខ្ញុំមានអារម្មណ៍មួយថាភ្ញាក់ផ្អើលមែនទែនដោយសារតែគម្រោងមួយនេះមានអារម្មណ៍មួយថាធ្វើឲ្យយើង take risk ច្រើនមានន័យថាធ្វើឲ្យយើងមានការផ្លាស់ប្ដូរគំនិតផ្សេងពីគម្រោងចាស់អញ្ចឹងណាបងហើយមួយទៀតការបង្កើតទំនាក់ទំនងជាមួយសហគមន៍ក៏រៀងពិបាកដែរដោយសារតែប្រជាជននៅនឹងតិចហើយការរស់នៅរបស់គាត់ក៏ប្លែកពីការរស់នៅតំបន់ផ្សេងដែលខ្ញុំតែងតែធ្វើការពីមុនអញ្ចឹងណាសម្រាប់ខ្ញុំការបង្កើតទំនាក់ទំនងជាមួយប្រជាជនយើងចំណាយពេលច្រើនជាមួយពួកគាត់ហើយយើងត្រូវរៀនសូត្រជាមួយពួកគាត់ពីដំណើរការក្នុងការរស់នៅរបស់គាត់តើផលប្រយោជន៍នៃសមុទ្របានផ្ដល់អីគេខ្លះសម្រាប់គាត់និងគ្រួសាររបស់គាត់ហើយនិងសហគមន៍ជាដើមសម្រាប់ខ្ញុំក្នុងគម្រោងនៅកែបវាមានការផ្លាស់ប្ដូរគំនិតតិចតួចដោយសារតែអ្វីដែលយើងគ្រោងទុកវាមិនអាចដើរដំណើរការអ្វីដែលយើងចង់បាននៅក្នុងគម្រោងរបស់យើងទេប៉ុន្តែយើងត្រូវតែព្យាយាមរកចំណុចគោលមួយដែលឆ្លុះបញ្ចាំងពីការសាស្ត្រាវរបស់យើងដែលយើងយកទៅបង្កើតស្នាដៃហើយមួយទៀតសម្រាប់ខ្ញុំគិតថាសហគមន៍ក្នុងការរស់នៅក្នុងប្រទេសកម្ពុជាគឺមានការឆ្លុះបញ្ចាំងផ្សេងគ្នាទៅតាមបរិបទរស់នៅរបស់ប្រជាជនសម្រាប់ខ្ញុំផ្ទាល់ខ្ញុំឃើញថាការរស់នៅក្នុងក្រុងកែបជាពិសេសដែលរស់នៅក្បែរទឹកសមុទ្រវាមានការផ្លាស់ប្ដូរជាច្រើនពីអាកាសធាតុការរស់នៅនិងប្រជាជនភាសាអីជាដើមដែលមានទំនាក់ទំនងដែលឆ្លុះបញ្ចាំងក្នុងការរស់នៅរបស់ពួកគាត់ប៉ុន្តែសម្រាប់ខ្ញុំនៅក្នុងការសាស្ត្រាវរបស់ខ្ញុំផ្ដោតទៅលើមនុស្សនិងធម្មជាតិដែលតាក់ទងជាមួយនឹងការរស់នៅនិងការចងចាំរបស់គាត់នៅទីកន្លែងជាពិសេសនៅទីក្រុងកែបការរស់នៅរបស់គាត់តើគាត់ឆ្លុះបញ្ចាំងអីគេខ្លះទៅដល់ធម្មជាតិសម្រាប់ខ្ញុំអាចមើលឃើញនៅថ្ងៃអនាគតថានឹងបានអីត្រឡប់មកវិញទេប៉ុន្តែបច្ចុប្បន្នការសាស្ត្រាវរបស់ខ្ញុំគិតថាមានដំណើរការបានល្អតាមអ្វីដែលយើងអាចព្យាយាមក្នុងការសាស្ត្រាវព្រោះចំណុចខ្លះយើងមានការកាត់ចោលខ្លះដោយសារវាមិនប្រកាសថាការសាស្ត្រាវរបស់យើងវាត្រូវនឹងអ្វីដែលយើងចង់ធ្វើទេប៉ុន្តែអ្វីដែលខ្ញុំរំពឹងចង់ដឹងចង់ឃើញតទៀតហ្នឹងគឺសាច់រឿងដែលខ្ញុំបានប្រមូលពីប្រជាជនដែលរស់នៅក្បែរហ្នឹងដែលសាច់រឿងទាំងអស់ហ្នឹងអាចប្រាប់អ្វីឬក៏បង្ហាញអ្វីខ្លះទៅឲ្យខ្ញុំនៅក្នុងការបង្កើតស្នាដៃថ្មីហើយការងារថ្មីរបស់ខ្ញុំគឺជាការដកពិសោធន៍ដែលជាទម្រង់មួយផ្សេងពីការងារចាស់របស់ខ្ញុំព្រោះការងារចាស់របស់ខ្ញុំលើកមុនគឺខ្ញុំធ្វើជាមួយរូបថតដែលបញ្ចូលបច្ចេកទេសផ្សេងប៉ុន្តែបច្ចុប្បន្ននេះគឺខ្ញុំចង់ធ្វើការងារជាសិល្បៈដំឡើងដែលខ្ញុំចង់ដកពិសោធន៍នៅក្នុងការធ្វើ residency ហ្នឹងហើយមួយទៀតទាំងសាច់រឿងទាំងទីកន្លែងទាំងសម្ភារៈដែលខ្ញុំធ្វើហ្នឹងគឺមានអារម្មណ៍មួយថាវាប្លែកពីអាការងារមុនហើយខ្ញុំសង្ឃឹមថាការងារហ្នឹងនឹងអាចចេញជារូបរាងអ្វីមួយដែលខ្ញុំចង់ប្រាថ្នាឲ្យវាចេញជារូបរាងខ្ញុំអរគុណបងហើយអរគុណកែប West ហើយនិង Art for កែបដែលបានផ្ដល់ឱកាសសម្រាប់ខ្ញុំសម្រាប់ការដកពិសោធន៍ខ្លួនឯងនិងផ្ដល់ពេលវេលាស្រាវជ្រាវនៅក្នុងគម្រោងរបស់ខ្ញុំហើយខ្ញុំសង្ឃឹមថានឹងជួបគ្នាឆាប់អរគុណ